ទ្រសបាយ Xiaomi 17 Ultra មានវត្តមានជា global version ហើយសំខាន់នោះគឺថាសម្រាប់ version Leica Edition នោះគឺគេឲ្យឈ្មោះផ្សេងមួយទៀតដែលគេឲ្យឈ្មោះថា Leica Lead Phone Power by Xiaomi សម្រាប់អ្នកអត់ដឹង Xiaomi បានធ្វើការប្រកាសទ្រស័ព្ទដៃ Xiaomi 17 Ultra នៅចុងឆ្នាំ2025នេះដែលវាមាន2 version គឺ Xiaomi 17 Ultra version China ធម្មតានិង Xiaomi 17 Ultra Leica Edition ដែលជា global គេឲ្យឈ្មោះថា Leica Lead Phone នេះឯងហើយអ្វីដែលខុសប្លែកគ្នាច្រើននោះគឺថាចាំខ្ញុំនិយាយពេលបន្តទៀតប៉ុន្តែឥឡូវនេះគឺខ្ញុំមានជាមួយទ្រស័ព្ទដៃ Xiaomi 17 Ultra ជា China version ទេដែលចង់មកធ្វើការចែករំលែកទៅកាន់អ្នកនរគ្នាផងដែរ Xiaomi 17 Ultra ដែលមិនមែនជា edition សម្រាប់ Leica នោះគឺវាមានអក្សរ logo កន្លែងនេះគឺUltra ធម្មតាមិនមែន logo Leica នៅកន្លែងហ្នឹងទេអញ្ចឹងអ្វីដែលវាខុសប្លែកគឺការ design របស់វាហើយនឹងកង់រង្វង់របស់វានេះគឺអាចបង្វិលបានទេប៉ុន្តែសម្រាប់សមត្ថភាពកាមេរ៉ារបស់វាគឺនៅពេញលេញដដែលគឺវាមានជាមួយនឹង Leica Core Engineering ដែលវាមានប្រើប្រាស់ជាមួយនឹង sensor កាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Xiaomi ដែលសហការជាមួយនឹងក្រុមហ៊ុន Leica ធ្វើការផលិតថែមទៀតផងវាមានកញ្ចប់កាមេរ៉ាដ៏ពិសេសសម្រាប់ទ្រស័ព្ទដៃត្រកូល Xiaomi 17 Ultra នេះផ្ទាល់មិនថា global version មិនថា China version ឬក៏មិនថា Leica Edition ទេហើយសម្រាប់ China version មួយគ្រឿងនេះគឺវាមានតម្លៃខ្ទង់$8ជាងទេហើយអ្នកនរគ្នាអាចស្វែងរកទិញបាននៅហាង Best Phone Store វាជាទ្រស័ព្ទដៃមួយទឹកទេវាមានទំហំផ្ទុក 512GB និង RAM 12GB ហើយវាមាន RAM ជំនួយនោះគឺខ្ទង់ 12GB បន្ថែមទៀតចំពោះ chip វាប្រើប្រាស់ជាមួយនឹង chip Qualcomm Snapdragon 8 Elite Gen 5ហើយវាមាន RAM ប្រភេទ LPDDR5X សម្រាប់ជម្រើសទំហំផ្ទុក 512GB វាមាន RAM ត្រឹមតែ 12GB ទេហើយវាអាច extend បាន 12GB បញ្ជាក់នេះគឺជា version China ហើយនៅក្នុង setting គឺវាបង្ហាញ speed នេះផ្ទាល់សម្រាប់ជម្រើសទំហំផ្ទុក 1TB អាចនឹងមានទំហំ RAM រហូតដល់ទៅ 16GB ហើយអាច extend RAM បន្ថែមនឹង 16GB បន្ថែមទៀត storage ដែលវាប្រើប្រាស់នេះគឺជា storage ដែលមានល្បឿនលឿនសម្រាប់ទូរស័ព្ទដៃនាពេលបច្ចុប្បន្ននេះគឺប្រភេទ UFF 4.0 អូខេមករយៈក្រោយនេះយើងឃើញមានបញ្ហាតាក់ទងជាមួយនឹងការនិយាយអំពីទូរស័ព្ទដៃធ្វើការ benchmark មានបញ្ហាមិនប្រក្រតីលំអៀងផ្សេងៗប៉ុន្តែខ្ញុំនៅតែធ្វើការតេស្តអញ្ចឹងសម្រាប់ទ្រស័ព្ទដៃ Xiaomi 17 Ultra China version នេះនៅលើ AnTuTu Benchmark វាទទួលបានពិន្ទុ 3,450,414 នៅលើ Geekbench វាទទួលបានពិន្ទុ Single Core ហ្នឹងគឺ 3,405 និង Multi Core វាទទួលបានពិន្ទុ 9,557 និយាយទៅបន្ទុកប៉ុណ្នេះយើងអត់ចាំបាច់ទៅនិយាយរឿងលេង game mobile អីទូថៃទេឥឡូវនេះយើងមានជាមួយនឹង emulation ចំនួន2ដែលខ្ញុំនឹងធ្វើការតេស្តបន្តែនៅក្នុងវីដេអូនេះអាចនឹងបង្ហាញខ្លះៗដែរមានដូចជា game native ជាមួយនឹង game hub អញ្ចឹងក្នុងនេះយើងនឹងធ្វើការតេស្តបង្ហាញបន្ថែមទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ performance លេង game PC ផ្ទាល់តែម្ដងនៅលើទូរស័ព្ទដៃ Xiaomi 17 Ultra ហើយខ្ញុំគិតថាសម្រាប់ chip Snapdragon ចំនួនក្រោយៗនេះគឺវាអាចលេងបានល្អហើយដោយសារតែអាមួយនេះដែលខ្ញុំមានអាមួយនេះគឺលេងបាន game មួយចំនួនហើយខ្ញុំតែឲ្យវាដើរប៉ុន្តែគាត់ថាសម្រាប់ storage វាតូចពេកអញ្ចឹងយើងត្រូវការ config ហើយនឹងផ្លាស់ប្ដូរមួយចំនួនទៀតហើយបញ្ចូល game បន្ថែមអញ្ចឹងសម្រាប់ Xiaomi 17 Ultra នេះខ្ញុំនឹងធ្វើការតេស្តបន្ថែមទៅលើ game native ក៏ដូចជា game hub ដើម្បីស្វែងយល់បន្ថែមអំពីការលេង game នៅលើនេះឲ្យកាន់តែប្រសើរឡើងប៉ុន្តែបញ្ជាក់សម្រាប់ការលេង game គឺវា smooth ខ្លាំងមែនទែនហើយ storage 512GB នេះគឺ download មិនងាយនឹងពេញទេប្រើប្រាស់អីហ្នឹងដាក់ game 100G អីមកអូខេដែរអ្នកនរគ្នាអូខេឥឡូវយើងនិយាយពីរូបរាងវាខ្លះៗដែរដោយសារតែ Xiaomi 17 Ultra គឺវាជាការអាប់ដេតរបស់ទូរស័ព្ទដៃត្រកូល Xiaomi ខ្សែស្រឡាយពី15មកយើងឃើញថារូបរាងវាធ្វើមករឿងជ្រុងជាងមុនហើយបើខ្ញុំនិយាយខ្ញុំចិត្តបែបរឿងជ្រុងបែបហ្នឹងវាស្រួលកាន់ហើយវាមិនងាយល្អិលដូចនឹងអេក្រង់កោងនោះទេហើយអេក្រង់វាលាតស្មើល្អមែនទែនអេក្រង់នេះគឺមានទំហំ 6.9 អ៊ីនជាប្រភេទHyper OLED display ដែលការពារដោយកញ្ចក់ Xiaomi Clear Glass 3.0 នេះគឺជាព័ត៌មានផ្ទាល់ដែលចេញពីខាងគេហទំព័ររបស់ Xiaomi ទេអេក្រង់នេះបង្ហាញក្នុងកម្រិត 2608 គុណនឹង 1200 នៅក្នុងល្បឿន refresh rate 120Hz វាបង្ហាញពណ៌ក្នុងកម្រិត 12bit color ហើយនឹងពន្លឺជះភ្លឺបំផុតហ្នឹងរហូតដល់ទៅ 3500 nit ហើយចំពោះទំហំថ្មវាធំជាង global version បន្តិចដោយសារតែ China version វាមានទំហំថ្មធំ 6800 mAhហើយសម្រាប់ global version ប្រហែលជាអាចនឹងតូចជាងនេះត្រឹមតែ 6000 mAh អីទេចំពោះការសាកគឺវាសាកក្នុងល្បឿន 90W ជាការសាកដោយប្រើដុំ 100W ចេញពីប្រអប់ឬក៏ដុំ 90W ដែលអ្នកនរទិញទៅអាចនឹងប៉ះដុំ 90 ឬក៏ 100ខ្ញុំអត់ច្បាស់ដែរដោយសារតែក្នុងប្រអប់ដែលខ្ញុំបើកមកនេះគឺវាមានជាមួយនឹងដុំ 100W ហើយសម្រាប់ការសាកឥតខ្សែគឺវា support ការសាកលឿនរហូតដល់ទៅ 50W ផងដែរអ្វីដែលគួរចាប់អារម្មណ៍នៅក្នុងឆ្នាំ2026នេះសម្រាប់ទូរស័ព្ទដៃ Xiaomi 17 Ultra គឺប្រព័ន្ធកាមេរ៉ារបស់វាដោយសារតែវាមានការអភិវឌ្ឍទៅលើប្រព័ន្ធ sensor កាមេរ៉ាថ្មីដែលជាការសហការរវាងក្រុមហ៊ុន Xiaomi ក៏ដូចជាក្រុមហ៊ុន Leica និង OmniVision
គឺបានធ្វើការបង្កើតនៅ sensor ថ្មីមួយដែលមានឈ្មោះថា Live Fusion 1050L Image Sensor អើយឈ្មោះនេះមិនបាច់ចាំក៏បានដែរបងប្អូន sensor ថ្មីនេះគេបញ្ជាក់ថាវាមាន dynamic range ហ្នឹងគឺល្អជាងមុនចាប់បានទទួលយកពន្លឺព័ត៌មានហ្នឹងបានច្រើនជាងមុនច្រើនជាង sensor របស់កាមេរ៉ាផ្សេងៗហើយវាមានទំហំដល់ទៅ1 inch ឯណោះអញ្ចឹងមិនកាមេរ៉ារបស់វាដែលថតក្នុងកម្រិត focal length 20 mm គឺវាប្រើប្រាស់ជាមួយនឹង sensor នេះហើយដែលមានទំហំ1 inch ហើយវាថតនៅក្នុង aperture f1.6 ហើយវាក៏មានជាមួយនឹងប្រព័ន្ធទប់លំនឹងថែមទៀតផងអញ្ចឹង sensor នេះគឺអែមខ្លាំងមែនទែនសម្រាប់ការថតទាំងការថតរូប landscape ការថត portrait អីចេញពី lens gold 1 inch នេះគឺញាក់សាច់ហើយសម្រាប់ sensor 1 inch នេះគឺវាថតនៅក្នុងកម្រិត50 megapixel ថែមទៀតផងហើយខ្ញុំក៏បានធ្វើការតេស្តរបស់ក្នុងការថតរូបមួយចំនួនផងដែរចំពោះ lens ultra wide វាថតក្នុងកម្រិត focal length 14 mm អញ្ចឹងហើយសម្រាប់កម្រិតគុណរបស់វាគឺ 0.6 គុណមិនមែន 0.5 ឬក៏ 0.4 ទេអញ្ចឹងហើយវារៀងវាយដែរប៉ុន្តែគាត់ថាបើ compare ជាមួយនឹងក្រុមហ៊ុនផ្សេងៗដែលកំពុងតែធ្វើការងារទៅលើ ultra wide គឺវារៀងស្ទើរជាងចំពោះ lens ultra wide វាថតក្នុងកម្រិត50 megapixel aperture f2.2 ថតនៅក្នុង focal length 14 mm ឬក៏ 0.6 គុណហើយពិសេសជាងគេនោះគឺ lens telephoto របស់វាទំហំ200 megapixel មាន aperture f2.4 ទៅ f3 ដែលវាអាចថតក្នុង focal length 75 mm ទៅ100 mm គឺវាអាចធ្វើការថតនៅក្នុងចន្លោះ focal length នេះបាននិយាយទៅវាដូចជាការប្រើប្រាស់ lens zoom របស់កាមេរ៉ាមួយនៅក្នុង lens មួយនេះអញ្ចឹងគឺវាប្រើប្រាស់នៅ focal length ហ្នឹងអាចធ្វើការ zoom in zoom out នៅក្នុងកាមេរ៉ា telephoto នេះផ្ទាល់តែម្ដងហើយសម្រាប់ការ zoom digital នោះគឺអាចធ្វើការថតរហូតដល់ទៅ120គុណឯណោះប៉ុន្តែគាត់ថា120គុណហ្នឹងគឺវាចាប់ដើមបែកងាងមែនទេហើយចំពោះការថតវីដេអូយើងអាចធ្វើការថតនៅក្នុងកម្រិត 4K 30 frame 60 frame និង120 frame ហើយក៏យើងក៏អាចធ្វើការថតនៅក្នុងកម្រិត 8K 30 frame ផងដែរចំពោះការថតវីដេអូជាប្រភេទ log គឺយើងអាចធ្វើការថតនៅក្នុងគ្រប់ lens ផ្ទាល់តែម្ដងអញ្ចឹងវាល្អមែនតើសម្រាប់អ្នកដែលថតក្នុងកម្រិតអាជីពហើយចង់យកវាទៅថតឲ្យធ្វើការកែពណ៌តាមក្រោយ log profile នេះគឺល្អគួរសមហើយប្រើប្រាស់បានឥឡូវយើងមកមើលអំពីរូបភាពនិងវីដេអូមួយចំនួនដែលយើងបានធ្វើការថតដោយប្រើប្រាស់ទូរស័ព្ទដៃ Xiaomi 17 Ultra មួយនេះ Xiaomi 17 Ultra នេះគឺវាដំណើរការនៅលើ Xiaomi HyperOS ជំនាន់ទី 3 ហើយមែនតើនៅក្នុងនេះគឺវាមានជាមួយនឹង AI ជាច្រើនដែលយើងអាចធ្វើការប្រើប្រាស់បានគ្រាន់តែសម្រាប់ global version គឺវាអាចយើងប្រើប្រាស់ស្រួលជាង China version សម្រាប់ China version នេះគឺវាមាន AI ច្រើនដូចគ្នាដូចជា search to search ឬក៏ការប្រើប្រាស់ AI ដូចជា transcript AI writing AI interpreter និង AI ជាច្រើនផ្សេងទៀតគឺវាប្រើប្រាស់នៅក្នុងភាសាចិនអញ្ចឹងយើងពិបាកប្រើបន្តិចតើអ្នកចេះចិនដែរសម្រាប់ការប្រើប្រាស់កម្មវិធី AI នៅក្នុង app ដូចជា ChatGPT Gemini ឬក៏ Perplexity ផ្សេងៗគឺអត់ជាបញ្ហានោះទេគឺយើងអាចធ្វើការ download app ហើយយកមកប្រើប្រាស់បានប៉ុន្តែសម្រាប់ការប្រើប្រាស់ Xiaomi Hyper AI គឺវាមានជាមួយនឹងភាសាចិននិយាយទៅ Xiaomi Hyper AI គឺវាដំណើរការនៅលើភាសាចិនសម្រាប់ version ចិនអញ្ចឹងហើយបើអ្នកនរគ្នាមានដំណោះស្រាយទៅលើចំណុចនេះអាច comment ប្រាប់ខ្ញុំផងដើម្បីឲ្យខ្ញុំធ្វើការ update ទៅលើទូរស័ព្ទដៃមួយចំនួនដែលខ្ញុំមានផងដែរហើយដល់នេះសម្រាប់ទូរស័ព្ទដៃ Xiaomi 17 Ultra ធម្មតានិងទូរស័ព្ទដៃ Xiaomi 17 Ultra Leica នោះគឺបើតាមតានៅក្នុងបទបង្ហាញក៏ដូចជានៅក្នុង YouTube គឺវាខុសគ្នាតាពីរចំណុចទេទីមួយគឺកងបង្វិលជុំវិញស៊ុមកាមេរ៉ាហ្នឹងគឺអាចសម្រាប់ Leica version វាមានអាចធ្វើការកំណត់ដើម្បីធ្វើការ zoom in zoom out បានហើយនឹង layout design នៅ frame របស់វាហ្នឹងគឺមានការរចនាមកប្លែកមានឆ្នោតហើយមើលទៅរៀងមាំនិង premium ជាងទូរស័ព្ទដៃ Xiaomi 17 Ultra ធម្មតាប៉ុន្តែ Xiaomi 17 Ultra ធម្មតានេះគឺវា premium ស្រាប់ទៅហើយអ្នកនរគ្នាមើលទៅហើយចាស់ស្ដាយខ្ញុំអត់មានទូរស័ព្ទដៃ Xiaomi 17 Ultra version Leica ប្រើនៅឡើយទេអញ្ចឹងខ្ញុំអត់ដឹងទេ Let's see បើសិនជាមានយើងអាចធ្វើការ compare គ្នានៅក្នុងវីដេអូក្រោយបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើមានជាចង្អុលផ្សេងអាចធ្វើការ comment នៅក្នុងវីដេអូនេះបានជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ